សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគទី10នៃរឿងប្រមាញ់បេះដូងគុណសង្ស័យកំហុសរបស់យើងប៉ុន្តែមុនចូលដល់សាច់រឿងកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share និង Comment លេងជាមួយ Admin ផងណាអរគុណច្រើនណាស់ឡើយយើងទៅទស្សនាសាច់រឿងរបស់យើងទៅតការពិភាក្សាមុនឆេចលរបស់យើងក៏បានចូលបាននេះហ្នឹងមកដល់ផ្ទះហើយតែក៏មិនភ្លេចបកស្រាយប្រាប់ដែរម៉ាក់ដែរណាថាមិនផឹកជាមួយគេទេផឹកជាមួយមិត្តភ័ក្តិគេគ្រាន់តែជួយយកនាងមកផ្ទះប៉ុណ្ណោះដល់ថ្ងៃស្អែកឡើងបាននេះបើយើងដឹងខ្លួនឡើងមកវិញហ្នឹងក៏នឹកឃើញរឿងការពីជប់នាងចាំបាននៅពេលសម្ដីដែលឆេចលនិយាយទៅកាន់ជីវនណាហើយក៏ដឹងហ្មងថាខ្លួនឯងត្រូវមានរឿងបកស្រាយទៅកាន់ឆេចលនឹងឯងពេលដែលមកដល់ឆេចលកុំឲ្យមើលមុខឲ្យសោះឡើងកំមើហើយសួរទៅកាន់បាននេះបើយើងទៅខៃនាងថានៅផ្ទះហើយយប់មិញបាននេះបើយើងក៏បញ្ញាបកស្រាយទៅនាងថានៅផ្ទះទេប៉ុន្តែមិត្តភ័ក្តិនឹងមកបបួលនាងចេញទៅក្រៅទាល់តែបាននាងដឹងថាម្សិលមិញនាងហ៊ានសង្វឹងជ្រុលតិចអីប៉ុន្តែឆេចលថាមិនមែនតិចទេសម្ដីរបស់គេនេះសំដៅដល់អីគឺបាននេះនឹងដឹងអីហើយនាងក៏សុំទោសលោកដៃចេញទៅចង់កាន់ដៃលួងលោមត្រូវគ្នាវិញដោយរដងអញ្ចឹងណាប៉ុន្តែលើកហ្នឹងឆេចលគេអត់កាន់ដៃរបស់នាងវិញទេហើយក៏និយាយពាក្យថាគេមិនដឹងទេថាពេលនេះគួរនិយាយថាម៉េចដល់ពេលអញ្ចឹងទៅបាននេះបើចង់អត់ដឹងថាគួរលងលោមគេមិនទេពេលដែលមកដល់ថ្នាក់វិញហ្នឹងណាក៏សុំទៅនិយាយគ្នាជាមួយនឹងជីវនការពីរឿងម្សិលមិញដូចជារឿងកើតឡើងថ្មីហ្នឹងដែររឿងហ្នឹងវាធ្វើឲ្យឆេចលនឹងមានការយល់ច្រឡំហើយអញ្ចឹងហើយនាងសុំទោសទៅកាន់ជីវនណានាងសុំរក្សាគម្លាតជាមួយនឹងជីវនហ្នឹងហើយជីវនណាគ្នាអត់មាត់អីទេដោយរដងអញ្ចឹងហើយនៅខាងឆេចលណែវិញអង្គុយធ្វើការគ្មានអារម្មណ៍ក្នុងខ្លួនទេនៅដល់រឿងរបស់បានីនឹងឯងពេលហ្នឹងថងហាគេកំងអាហារពីក្រៅមកប៉ុន្តែពូដឹងជូនហ្នឹងគាត់អត់ស្គាល់ផ្លូវសោះដូចតឹមចេញដឹងជូនថ្ងៃដំបូងអញ្ចឹងសួរនាំដឹងជាប្រមាណដងហើយទេដល់ពេលមកដល់ហ្នឹងក៏ទៅឃើញថាជាប៉ារបស់បានីហើយឡើងភ្ញាក់តែម្ដងចុងក្រោយឆេចលហ្នឹងក៏អញ្ជើញគាត់ញ៉ាំកាហ្វេហើយលោកប៉ាក៏សុំកុំឲ្យឆេចលហ្នឹងប្រាប់រឿងនឹងដល់បានីអីគាត់គ្រាន់ចង់រកលុយខ្លះដោយសារតែគាត់ចាញ់បោកគេអស់លុយហើយគាត់ចង់ជួយកូនស្រីរបស់គាត់បង់ថ្លៃសាលានាងកំពុងតែមានបញ្ហាដោយសារតែគាត់ថាឥឡូវហ្នឹងនោះហើយក៏ទៅធ្វើដៃសន្យាគ្នាជាមួយឆេចលហ្នឹងលាក់កុំឲ្យបានីនឹងបានដឹងចំណែកនៅខាងបានីណែវិញក៏ត្រូវខាងសាលានឹងហៅទៅជួបដោយសារតែគេមានអាហារូបករណ៍ទៅអាមេរិកមួយដោយកូនសិស្សទាំងអស់គ្នានឹងដាក់ទៅហើយតែមិនជាប់ទេប៉ុន្តែគាត់មើលឃើញស្នាដៃរបស់បានីហ្នឹងគាត់ណែនាំឲ្យបានីដាក់ទៅអាចនឹងជាប់បើសិនជាជាប់ហ្នឹងគេផ្ដល់ការសិក្សាហ្វ្រីហើយតែមានការងារឲ្យនាងធ្វើនៅទីនោះថែមទៀតផងនិយាយទៅការចំណាយអីលើគេទាំងអស់បានីបើយើងក៏សុំគិតមើលសិនចំណែកនៅខាងថងហាណែវិញថ្ងៃនេះហ្នឹងគេមានការណាត់ជួបជាមួយនឹងមនុស្សក្នុងឆាតដែលឆ្លោះគ្នាជាមួយគេនឹងងមកបកស្រាយដឹងរឿងប៉ុន្តែអ្នកដែលណាត់មកហ្នឹងគេអត់មកទេធ្វើឲ្យថងហាហ្នឹងគេឡើងមួម៉ៅគឺថាគេគិតមុខខ្លួនណាចំណែកនៅខាងបានីបើយើងឯណែក៏អង្គុយមើលទូរស័ព្ទចង់ឆាតទៅសួរឆេចលនឹងថាតើនៅខឹងនាងទៀតមែនតែពេលនឹកឃើញដល់ទឹកមុខរបស់ឆេចលដែលមិនខ្វល់ពីនាងនោះនាងក៏លុបសារនឹងចេញវិញទៅរួចក៏មកប្រាប់ទៅកាន់គូតនីមថានាងដឹងតែគេខឹងនាងប៉ុន្តែនាងអត់ចង់ផ្ញើសារទៅមុនទេហើយគូតនីមនឹងថាមិនអីទេយ៉ាងច្រើនគេខឹងមួយរយៈទៅលែងអីហើយគ្រាន់តែរឿងតិចតួចប៉ុណ្ណឹងនោះតែនៅខាងបូបែនេះគេបានមកជួបគូណាតាមការណែនាំរបស់ប៉ាម៉ាក់ណាហើយពេលហ្នឹងគូណាត់របស់គេហ្នឹងនិយាយពីតសាបូបែបើយើងមានសម្រស់ស្រស់ស្អាតអីចឹងទៅតែបែរទៀតជានិយាយថាបើបូបែនឹងខ្លាយជា idol វិញនឹងភាសាជាងដោយសារតែគេហ្នឹងគឺចូលចិត្ត idol K-pop ជាងតារាសម្ដែងណាហើយក៏រៀបរាប់បាយអូហូស្ទឹងពីចំណងចំណូលចិត្តរបស់គេនឹងឯងបូបែបើយើងឡើងហួសចិត្តក៏មិនដឹងនិយាយថាម៉េចទេអង្គុយស្ដាប់គេនិយាយទៅហើយពេលហ្នឹងគេសុំទៅបន្ទប់ទឹកនាងក៏បានទៅមើលឆាតរបស់ថងហាឆាតមកស្ដីឲ្យនាងថានាងអត់ទៅបង្ហាញមុខនាងខ្លាចគេអត់ហ៊ានជួបមុខគេដោះស្រាយបញ្ហាហ្នឹងអីចឹងទៅហើយអសូរតែបញ្ហាអីធំទៅគឺតាក់ទងជាមួយនឹងការមើលរឿងមានអ្នកខ្លះគេចូលចិត្តមើលដើមរឿងអ្នកខ្លះចូលចិត្តមើលបញ្ចប់រឿងអីចឹងណាហើយមកបកកាយជាមួយនាងហើយបបែបើយើងមិនចង់បកកាយអីទេថាមនុស្សខុសគ្នាចូលចិត្តមិនក៏ចូលចិត្តទៅមិនបាច់ចង់មកបញ្ចេញមតិលើគំនិតរបស់នាងទេក៏មិនបាច់ចាំមកឆ្លោះគ្នាជួបគ្នាដោះស្រាយអីដែរហើយគេក៏ទៅរឿងរបស់ខ្លួនឯងទៅប្រយ័ត្ននោមដាក់ខោអត់ដឹងខ្លួនប្រយោគមុនហ្នឹងមិនអីទេប្រយោគចុងក្រោយនេះធ្វើឲ្យថងហារបស់យើងឡើងខឹងហ្មងណាថាឲ្យបបែនឹងវិញទៅនាងនឹងឯងដែលនោមដាក់ខោអត់ដឹងខ្លួននោះហើយបបែបើចឹងថាឲ្យគេបានដល់គេថាឲ្យវិញខឹងគេថាមកឥឡូវជួបគ្នាដោះស្រាយចេញហើយម្នាក់ប្រុសហ្នឹងក៏មកតួនបបែបើយើងរៀបចំខ្លួនចេញទៅសួរនាងទៅណាបបែបើយើងថានាងមិនចាំបាច់នៅនឹងទៀតទេនាងគឺជាតារាសម្ដែងនាងមិនមែនជា idol ឡើយបើគេចូលចិត្ត idol ហ្នឹងទៅរក idol ទៅតែនៅខាងថងហានេះវិញក៏បញ្ញារៀបចំខ្លួនចេញទៅដែរមិនដូចអ្នកខ្លះទេណាសុខចិត្តអង្គុយមើលឆាតគេប៉ុន្តែអត់ឆាតទៅរកគេសោះរឹកធំពេកហ្នឹងគេតារាមទៅបាត់លើហើយថ្ងៃថងហាជាមួយបបែនេះវិញពេលដែលមកដល់កន្លែងណាត់ជួបហ្នឹងមិននិយាយអីច្រើនទេគ្រាន់តែឃើញមុខគ្នាហ្នឹងក៏ដឹងស្រែកតែហ្មងតែខាងបានេះបើយើងវិញនាងក៏សម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ហ្នឹងហើយប៉ាបើនាងក៏បានចូលមកដល់ប្រាប់ទៅកាន់កូនស្រីហ្នឹងទៅថាកុំបារម្ភការចំណាយការសិក្សាឆ្នាំក្រោយហ្នឹងគាត់អាចរ៉ាប់រងបានប៉ុន្តែបានេះបើយើងថាមិនអីទេឥឡូវហ្នឹងនាងដាក់អាហារូបករណ៍ទៅក្រៅប្រទេសហើយបើសិនជានាងជាប់ហ្នឹងគឺមិនត្រូវការចំណាយអ្វីទាំងអស់ហើយលោកប៉ាហ្នឹងក៏ទៅសារទៅកាន់កូនស្រីដែលបបាក់ឲ្យដោយសារតែគាត់ណាប៉ុន្តែបាទនេះបើយើងថាបបាក់អីទៅតាមពិតទៅនាងវិញទេដែលធ្វើឲ្យប៉ាម៉ាក់បបាក់នោះហើយមុននឹងចាញ់ទៅហ្នឹងប៉ាបាទនេះហ្នឹងក៏ឆ្លៀតទៅសារទៅកាន់កូនស្រីទៅបានមិត្តប្រុសល្អណាដោយសារគាត់បានជួបថ្ងៃមុនដល់ពេលនិយាយអញ្ចឹងទៅបាទនេះបើយើងក៏នឹកឃើញដល់ឆេចលហ្នឹងហើយគេល្អមែនហ្នឹងក៏សម្រេចចិត្តចេញទៅរកឆេចលហ្នឹងហ្មងទៅណាតែមានណាឆេចលគេបានមកដល់មុខផ្ទះហ្នឹងហើយហ្នឹងបាទនេះបើយើងឡើងភ្ញាក់តែអាការរំភើបហ្នឹងវាច្រើនជាងតែប៉ុណ្ណេះត្រូវគ្នាអីហើយម៉ាក់បើគេបើកទ្វារចេញមកឃើញឆេចលហ្នឹងអូឆេចលហ្នឹងចូលផ្ទះហ្មងទៅ
ចុងក្រោយហ្នឹងក៏ឲ្យកូនទាំងពីរនាក់ហ្នឹងបន្ទប់និយាយគ្នាលោកប៉ាហ្នឹងដូចជាមិនចង់ឲ្យនៅសោះប៉ុន្តែអ្នកម៉ាក់ហ្នឹងអូសចេញចំណែកកូននៅនេះវិញហ្នឹងរៀងអឹមអៀនតិចដែរតែពេលហ្នឹងក៏អង្គុយម្ខាងម្នាក់និយាយគ្នាទៅណាគេយកហ្នឹងគេចាប់ប្រាមុនគេដឹងពីប៉ាបបាននេះមកថាមានរឿងតើបាននេះហ្នឹងអាចប្រាប់គេបានអត់បាននេះបើចឹងគេរៀបរាប់តាមហ្នឹងទៅហើយឆៃចោហ្នឹងក៏ទៅស្ដីឲ្យហេតុអីថ្ងៃហ្នឹងគេខលមកហ្នឹងមិនប្រាប់គេទៅមកពីថ្ងៃនោះឆៃចោកំពុងមានរឿងសប្បាយចិត្តនេះមិនចង់យករឿងហ្នឹងទៅបំផ្លាញការសប្បាយរបស់គេទេហើយលើអញ្ចឹងឆៃចោហ្នឹងក៏ងើបពីក្រែចូលទៅអង្គុយក្បែរបាននេះហ្នឹងហ្មងទៅថាកុំឲ្យបាននេះធ្វើអញ្ចឹងទៀតលឺនៅថ្ងៃក្រោយមានរឿងអីប្រាប់គេមកនាងគឺសំខាន់សម្រាប់គេណាបាននេះបើចឹងហ្នឹងក៏អាញឹមអរគុណអូប៉ាថ្ងៃក្រោយនឹងធ្វើបែបហ្នឹងហើយនាងក៏មានរឿងមួយចង់ប្រាប់ទៅកាន់ឆៃចោហ្នឹងវិញដែរគឺនាងសម្រាប់ចាត់ដាក់អាហារូបករណ៍ទៅអាមេរិកហើយកុំឲ្យមើលមុខរបស់ឆៃចោនឹងឲ្យសោះហើយកាត់មកមើលខាងមិត្តភក្តិគេឯណែវិញពេលនេះស្វឹងស្រឿងស្រឿងឯណាជាពិសេសគឺថងហានឹងឯងគេសប្បាយចិត្តណាស់តាមពិតទៅអ្នកដែលឆ្លោះគ្នាជាមួយគេនឹងគឺជាបូបេនឹងសោះដឹងថាបូបេតាំងពីយូរពួកគេប្រហែលជាមិនឆ្លោះគ្នាទេតាមពិតទៅពួកគេនិយាយត្រូវគ្នាសងអីហ្នឹងហើយនិយាយបដាសោចបដាបូបេឯណែមើលមុខរបស់ថងហាយូរទៅហើយមុខរបស់ថងហានឹងឈូលខ្លាំងមែនតើអត់បានទេចូលទៅអង្គុយក្បែរថើបថងហានឹងអស់មកធ្វើទៅថងហាកែឡើងផាំងហ្មងណាថាបូបេនឹងកំពុងតែធ្វើអីខៃនាងមានមិត្តប្រុសហើយហីបូបេនឹងក៏តបទៅថានាងនិយាយពេញការថានាងមានមិត្តប្រុសនោះនាងបែកគ្នាយូរហើយបែកគ្នាហើយមែនទេអញ្ចឹងពួកគេអាចបន្តទៀតបានមិនរងចាំយូរទេថងហានឹងក៏ទៅថាបូបេនឹងយកតាមម្ដងទៅឆាប់ចាប់មកមើលខាងពីអ្នកនេះវិញគេជុំនិយាយរឿងទៅអាមេរិកអីទៀតហើយនាំគ្នាមើលរូបថតមើលចោលមើលឡើងហ្នឹងឆែចលគេក៏តែឃើញបាននេះបើយើងថតជាមួយនឹងកំឡោះម្នាក់ដែលជាស្នេហាគ្នាដំបូងបាននេះបើជើងបាននេះហ្នឹងក៏ប្រឹងលែតែគ្មានអីទេជារូបថតបងប្រុសនៅក្បែរគ្នាប៉ុណ្ណោះប៉ុន្តែឆែចលគេមិនជឿទេណាគេថាលើនោះមានអសឲ្យគេមើលភ្លាមឬមួយក៏ជាស្នេហាគ្នាដំបូងរបស់នាងហើយក៏ទៅតារាងបាននេះនឹងមានឲ្យណាតារាងចោលតារាងឡើងទៅនៅពីលើបាននេះនឹងបដ ாய் ហើយមើលចោលមើលឡើងហ្នឹងមិនដឹងគិតអីទេឆែចលបើយើងលេបទាំងវត្តគឺចង់ថាគុណកំមុំគេក្នុងផ្ទះគេនេះមានតែបានថាបានអីទេរវល់តែស្រឡឹងយូរពេកហ្នឹងប៉ាចូលមកភ្លុកអ៊ំវាក់ភ្ញាក់ឡើងព្រឺតពេលហ្នឹងគាត់គ្មានបានឃើញអីទេគាត់ចូលមកប្រាប់ថាមានប្រើធ្លាក់លើដំបងហើយកូននឹងចេញទៅមើលហើយកូននឹងធ្វើខ្លួនមិនទាន់ត្រូវដេញឲ្យចេញទៅសិនទៅគេចេញទៅតាមក្រោយចុងក្រោយពួកគេទាំងអស់គ្នា4នាក់ហ្នឹងក៏មកមើលប្រើធ្លាក់លើដំបងនឹងជាមួយនឹងគ្នាពេលហ្នឹងចាចេញជាពីរប៉ាម៉ាក់ជាមួយគ្នាណែទៅកូនជាមួយកូនអញ្ចឹងទៅហើយបាននេះហ្នឹងក៏ទៅនិយាយថាទីបំផុតគោលបំណងរបស់នេះចោលចំណាយពេលមើលប្រើធ្លាក់លើដំបងជាមួយឆេយ៉នហ្នឹងបានសម្រេចហើយឆេយ៉នហ្នឹងបែរទៅជាតសាខ្លួនឯងថាមកពីគេនិយាយឲ្យវាខ្លាចជាការពិតចឹងហើយបាននេះហើយលោកអសណោប្រុសរបស់នេះកំពូលហ្មងណាកាត់មកដល់ថ្ងៃស្អែកឡើងស៊ីវ៉ុនគេក៏ទទួលទូរស័ព្ទបានពីហេវ៉ុនមកថានាងត្រូវទៅបរទេសហើយប៉ាម៉ាក់ឲ្យទៅទីនោះដើម្បីរៀនក៏ដូចជាព្យាបាលនៅនោះណាហើយក៏បបួលបងប្រុសហ្នឹងឲ្យឆ្នាំក្រោយទៅរៀននៅនឹងដែរទៅស៊ីវ៉ុនដែរនៅមិនទាន់បានសម្រេចចិត្តទេចំណាយបាននេះណាក៏បានមកសម្ភារជាមួយនឹងស្ថាប័នអាហារូបករណ៍ហ្នឹងបន្ទាប់ពីសម្ភាររួចនាងក៏បានខលទៅប្រាប់ឆេយ៉ននឹងដែរអានេះមានដំណឹងល្អអីអញ្ចឹងណាឆេយ៉ននេះហត់អីទេក៏ប្រាប់នាងឲ្យទៅផ្ទះទៅអីវិញអញ្ចឹងទៅតែកុំអោយមើលមុខឲ្យសោះបន្ទាប់ពីបិទទូរស័ព្ទជាមួយនឹងបាននេះនឹងរួចក៏ទៅសួរច្បល់របស់ថងហាតើស្នេហាមានកម្លាតដែលគេហៅថា long distance love ហ្នឹងវាយ៉ាងម៉េចដែរថងហាថាមិនល្អទេព្រោះតែនៅឆ្ងាយហើយអញប្រែចិត្តណាអាមនុស្សកំពុងតែមិនជឿជាក់លើខ្លួនឯងផងដល់ពេលលើគេនិយាយចឹងទៀតកាន់តែមិនសប្បាយចិត្តលើដើមណៃអ្នកនាំគេមិនសប្បាយចិត្តណាបានមកចូលជាមួយនឹងបូបេនឹងហើយពេលហ្នឹងក៏ទៅសួរនាំបូបេនឹងឲ្យច្បាស់លាស់ម្ដងព្រោះនាងគឺជាអ្នកថាបគេចំណាយគេវិញបានមិនមានតំណែងគ្នាទេគេមិនទៅថាផ្ដេសផ្ដាស់ទេចឹងហើយគេចង់បកស្រាយច្បាស់លាស់ហើយបូបេអត់និយាយច្រើនទេថាពួកគេតាក់ទងគ្នាទៅថងហាណែក៏ភ្លាត់មកថាបានតាក់ទងគ្នាទៅដល់ពេលនិយាយចំហ្នឹងបាននឹកឃើញថាម៉េចតាក់ទងគ្នាគេស្ដាប់អត់ច្រឡំទេដឹងបូបេថាមិនច្រឡំទេនាងក៏មិនមែនជាមនុស្សដែលទៅថាមនរណាគេផ្ដេសផ្ដាស់ដែរគឺមានន័យថាគេថាមកពីគេស្រឡាញ់ហ្នឹងណាបានគេថានោះគឺតែអញ្ចឹងហ្នឹងថងហាគេឡើងសប្បាយចិត្តរណាបានទៀតរអបតេចការងារហើយតានេះបានតាក់ទងជាមួយបូបេមនុស្សដែលគេស្រឡាញ់ហើយចាំការទៀតអរគុណបូបេនឹងផងអីផងបូបេនេះល្អស្នោចកាត់មកមើលខាងបាននេះបើចឹងវិញថ្ងៃនេះអង្គុយអត់ចាំមើលលទ្ធផលអាហារូបករណ៍ណាដល់ពេលចេញមកឃើញថានាងបានជាប់ពិតមែនក៏បានអបអរសាទរជាមួយនឹងប៉ាម៉ាក់របស់នាងទៅជាពិសេសនឹងគឺប៉ានាងតែម្ដងខ្នាញ់កូនខ្លាំងណាស់ពេលហ្នឹងដោយសារតែកូនរបស់ខ្លួនឯងប៉កែពេកហើយនៅខាងជីវននៅវិញគេក៏នឹកឃើញដល់ពេលសម្ដីរបស់បានីដែលចង់រក្សាកម្លាតជាមួយគេហ្នឹងណាក៏បានខលទៅប្រាប់អូនស្រីទៅថាគេនឹងទៅដូចជាធ្វើរឿងទាំងអស់ហ្នឹងដើម្បីបានីនឹងមិនទេនៅខាងតែបានីនៅវិញនៅសល់តែម៉ាក់ទេពេលហ្នឹងខលឲ្យប៉ាតែទិញនំខេកដើម្បីអបអរកូនស្រីប៉ុន្តែគាត់អត់មកវិញសោះសង្ស័យប្តីមិនមែនតែដឹងជូនទៀតហើយទៅដឹងខាងគាត់ប្រាប់ឲ្យឈប់ឲ្យតាហើយប្តីនឹងថាអត់ទេគាត់ទិញមកឲ្យតានេះកំពុងនៅតាមផ្លូវត្រឡប់ទៅវិញហើយប៉ុន្តែពេលហ្នឹងបាត់ពីប្រពន្ធទៅអាអេបដឹកជញ្ជូនហ្នឹងវាលោតឡើងមកហើយទីតាំងនៅក្បែរផ្ទះទៀតហើយគាត់ដឹកពីហ្នឹងទៅផ្លូវទៅផ្ទះដដែលវាមិនចំណេញអញ្ចឹងគាត់ទទួលមួយជើងទៀតទៅប៉ុន្តែវាចៃដន្យអីទៅចំហាងដែលឆេយល់បាននេះគេណាត់គ្នាទៅញ៉ាំអីដល់ពេលអញ្ចឹងគាត់ក៏ចេញមកវិញផ្ញើសារប្រាប់ទៅកាន់ឆេយល់ឲ្យជួយគាត់ផងឆេយល់ឃើញអញ្ចឹងហ្នឹងក៏ដូរទីតាំងពីកន្លែងដែលគេអង្គុយទៅអង្គុយក្បែរបាននេះហ្នឹងវិញដើម្បីបាត់កតុយភ្នែករបស់នាងកុំឲ្យមើលឃើញណារួចញយឲ្យប៉ានាងចូលទៅតែលោកប៉ាហ្នឹងក៏ទ្រលាប់និយាយលឺ
ហើយពេលហ្នឹងគាត់ច្រឡំនិយាយអរគុណគេមួយម៉ាត់បាននេះបើយើងចាំសលេងប៉ានាងបានប្រឹងងាកមើលប៉ុន្តែគាត់បាំងមុខមើលឃើញទេនាងក៏ទៅសួរឆៃយ៉នឹងបញ្ជាក់ដូចជាប៉ាប៉ុន្តែឆៃយ៉ថាមិនមែនទេនាងច្រឡំអីចំណែកប៉ាដែលមកដល់ខាងក្រៅនេះក៏ផ្ញើសារអរគុណអនាគតកូនប្រសាហើយកូនប្រសាហ្នឹងក៏សូមឲ្យប៉ាបើកបរដោយសុវត្ថិភាពរួចក៏បានបែរមកនិយាយជាមួយនឹងបាននេះនឹងវិញពុទ្ធនាងណាត់នាងមកមានរឿងចង់និយាយហើយបាននេះបើយើងក៏បានតែប្រាប់ទៅពីដំណឹងដែលនាងបានជាប់ទៅអាមេរិកហ្នឹងហើយហើយឆៃយ៉អត់សូវសប្បាយចិត្តប្រហែលទេប៉ុន្តែគេក៏ធ្វើពុតជាសប្បាយចិត្តអបអរបាននេះបើយើងទៅណាថាមិត្តស្រីរបស់គេហ្នឹងពិតជាប្រកែកខ្លាំងមែនទែនក្នុងចំណោមមនុស្សជាច្រើនទទួលបានអាហារូបករណ៍មួយហ្នឹងណាដល់ពេលឃើញឆៃយ៉បើយើងអបអរអញ្ចឹងទៅបាននេះបើយើងគៀងសប្បាយចិត្តដែរក៏នាំគ្នាត្រឡប់មកផ្ទះវិញប៉ុន្តែពេលហ្នឹងមិនទាន់បានចូលផ្ទះទេស្រាប់តែឆៃយ៉របស់យើងទទួលបានទូរស័ព្ទពីប៉ារបស់បាននេះហើយនៅមុខផ្ទះហ្នឹងគេឡើងឆ្ងល់ហ្មងតែពេលទទួលទៅមិនមែនប៉ារបស់បាននេះណាប៉ុន្តែគឺជាអ្នកផ្សេងថាពេលនេះម្ចាស់ទូរស័ព្ទហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងហើយទាំងបាននេះទាំងឆៃយ៉ហ្នឹងក៏រត់មកទាំងតក់ស្លុតទៅមន្ទីរពេទ្យឃើញម៉ាក់របស់គេកំពុងតែយំមើលលោកប៉ាទាំងដែរពេលនេះលបួពេញខ្លួនហើយតែក៏ប្រាប់ទៅកាន់កូនស្រីទៅតែគាត់មិនអីទេហើយគ្រូពេទ្យហ្នឹងក៏បានមកប្រាប់ថាប៉ារបស់នាងបាក់ដៃបាក់ជើងត្រូវការវះកាត់បន្ទាន់ប៉ុន្តែពេលនេះនៅក្នុងមន្ទីរពេទ្យគ្រូពេទ្យដែលត្រូវវះកាត់ហ្នឹងគឺជាប់រវល់អស់ហើយគេព្យាយាមរកមន្ទីរពេទ្យក្បែរហ្នឹងដែរប៉ុន្តែអត់មានសោះហើយបាននេះបើយើងក៏សួរបញ្ជាក់ចុះបើមិនវះកាត់ពេលនេះទេប៉ាគេនឹងពិបាកធ្វើអត់គឺប្រកាសអីគឺអញ្ចឹងឆៃយ៉ណែទោះបីជាមិនចូលចិត្តជីវ័នមិនក៏ដោយគេក៏បានខលតាក់ទងទៅរកជីវ័នដោយសារតែនេះគឺជាមន្ទីរពេទ្យរបស់ជីវ័នអញ្ចឹងជីវ័នអាចជួយបានចុងក្រោយទាំងជីវ័នអីហ្នឹងក៏បានមកដល់កន្លែងហ្នឹងរងចាំការវះកាត់ហើយអ្នកម៉ាក់ក៏ប្រាប់ទៅកាន់កូនស្រីទៅតាមពិតហ្នឹងលោកប៉ាគាត់បន្ទោខ្លួនឯងដែលធ្វើឲ្យបាត់បង់លុយអញ្ចឹងហើយក៏ចង់រកលុយមកវិញអញ្ចឹងណាទោះបីជាម៉ាក់ហ្នឹងប្រាប់ថាកុំឲ្យធ្វើគាត់នៅតែលួចធ្វើទាំងដែលគាត់អត់សូវចេះបើកបរអីប្រហែលទេបានជួបគ្រោះថ្នាក់នឹងឯងហើយការវះកាត់ហ្នឹងក៏បានបញ្ចប់ដោយជោគជ័យបាននេះនឹងម៉ាក់អីហ្នឹងក៏បានអរគុណទៅកាន់អ្នកគ្រូពេទ្យរួចជីវ័នហ្នឹងក៏បានអរគុណពីលើនឹងបន្ថែមទៀតដោយសារនេះគឺជាថ្ងៃសម្រាប់របស់គាត់តែរំខានគាត់ឲ្យមកជួយវះកាត់ប៉ុន្តែអ្នកគ្រូពេទ្យហ្នឹងថាអត់អីទេជីវ័ននឹងពឹងតមូលហើយគាត់បដិសេធមិនបានព្រោះមន្ទីរពេទ្យហ្នឹងគឺជាផ្នែកមួយរបស់ឆាវុនក្រុមអញ្ចឹងហើយជីវ័នគេកូនប្រុសរបស់ម្ចាស់ឆាវុនក្រុមប្រៀបដូចគេគឺជាម្ចាស់មន្ទីរពេទ្យហ្នឹងឯងហើយបាននេះជាមួយនឹងម៉ាក់ហ្នឹងក៏បានទៅអរគុណជីវ័ននឹងបន្ថែមទៀតជីវ័នថាអីទេឥឡូវគេត្រឡប់ទៅវិញហើយតែឆៃយ៉គេស្កាក់ជីវ័ននឹងនិយាយគ្នាអរគុណទៅកាន់ជីវ័នដែលបានជួយណាប៉ុន្តែជីវ័នគេថាអីទេប៉ុណ្ណឹងនោះហើយជីវ័នគេអរគុណទៅកាន់ឆៃយ៉នឹងទៅវិញទេដែលព្រមហាមាត់ហៅគេឲ្យជួយនោះហើយចាញ់ពីនឹងមកឆៃយ៉បើយើងក៏ទៅសុំទោសបាននេះដែលគេលាក់រឿងដែលប៉ាដឹកជញ្ជូនហ្នឹងណាដោយសារតែប៉ាហ្នឹងអត់ឲ្យគេប្រាំប៉ុន្តែបាននេះបើយើងថាទោះបីគាត់អត់ឲ្យប្រាប់ហ្នឹងគេគួរតែប្រាប់ខ្លួនហើយឆៃយ៉បើយើងក៏សុំទោសទៅថាគឺជាកំហុសរបស់គេតែបាននេះបើយើងមិនចង់ថាឲ្យគេអញ្ចឹងទេទាំងអស់ហ្នឹងវាមិនមែនជាកំហុសរបស់ឆៃយ៉ហ្នឹងឡើយតែឆៃយ៉ហ្នឹងគេនៅតែមិនសប្បាយចិត្តដោយសារតែពេលបាននេះមានរឿងគេអាចជួយនាងអីបានទាំងអស់មិនបានជួយអីយ៉ាងម៉េចឆៃយ៉ហ្នឹងបានជួយនៅក្បែរនាងគ្រប់ពេលដែលនាងមានបញ្ហាហ្នឹងគឺជាការជួយដ៏ធំបំផុតមួយសម្រាប់នាងទៅហើយរួចក៏ទៅកាន់ដៃរបស់ឆៃយ៉ដើម្បីកុំឲ្យគេបន្ទោខ្លួនឯងណាហើយឆៃយ៉ហ្នឹងក៏បានទៅកាន់ដៃរបស់បាននេះនឹងវិញទៅសួរថាសប្បាយចិត្តអត់ដូចជាមិនសប្បាយចិត្តទេព្រោះរឿងដែលគេពិបាកចិត្តហ្នឹងមិនមែនតែមួយហ្នឹងឡើយនៅរឿងដែរបាទនេះបើយើងទៅអាមេរិកចោលគេទៀតរពេលហ្នឹងក៏ទៅអង្គុយឆៃសបុតយន្តហោះមើលពីកូរ៉េទៅដល់ញូវយ៉កអាមេរិកហ្នឹងគឺចំណាយពេល14ម៉ោងឯណោះហើយមិនទៅតាមមួយអាទិត្យមួយខែអីណាគឺមួយឆ្នាំសម្បីតែថងហាហ្នឹងឃើញហើយហ្នឹងក៏នៅតែកាន់ឆៃយ៉ហ្នឹងដែរចំណែកនៅខាងបាននេះវិញថ្ងៃនេះប៉ានាងចេញពីមន្ទីរពេទ្យហើយបាននេះហ្នឹងខលតាក់តងទៅកាន់ឆៃយ៉ទៅឲ្យមកញ៉ាំបាយជុំគ្នាគាត់ធ្វើម្ហូបឲ្យញ៉ាំហើយទាំងឈឺដៃឈឺជើងនេះអត់ជាធ្វើម្ហូបឲ្យញ៉ាំយ៉ាងម៉េចទេហើយបាននេះបើយើងក៏ខលហៅឆៃយ៉ទៅចុងក្រោយឆៃយ៉ហ្នឹងមកដល់ក៏បញ្ជាឆៃយ៉ឲ្យជួយរៀបចំផ្ទះជួយធ្វើនេះធ្វើនោះតាមចិត្តគាត់ណាបាននេះហ្នឹងក៏ទៅថាឲ្យប៉ាទៅតាមពិតហៅគេមកប្រើទេនេះមិនហៅគេឲ្យញ៉ាំអីឡើយហើយប៉ាហ្នឹងក៏បានទៅអរគុណឆៃយ៉ដែលជួយរក្សាការសម្ងាត់រហូតដល់ចុងក្រោយណាហើយក៏តបុកដៃគ្នាមួយត្រូវគ្នាណាមានដឹងឯណាទៅនៅខាងក្រៅឯណែជីវ័នណាគេចង់ជួបបាននេះប៉ុន្តែគេអត់ហ៊ានចូលទៅទេរួចក៏សម្រេចចិត្តបកទៅវិញតែក៏ទៅបានជួបជាមួយនឹងម៉ាក់របស់បាននេះសួរទៅថាមករកបាននេះមែនជីវ័នថាអត់ទេគេគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះម៉ាក់របស់បាននេះក៏អត់សង្ស័យអីទេពេលដែលចូលមកដល់ហ្នឹងក៏ប្រាប់ទៅកាន់កូនស្រីទៅទាំងបាននេះទាំងឆៃយ៉ហ្នឹងគឺសុទ្ធតែដឹងផ្ទះរបស់គេមិននៅនឹងផងហ្នឹងមកកាត់អាម៉េចដឹងតែមានអីហើយចឹងហើយបាននេះបើយើងក៏សុំចេញទៅជួបមួយផ្លែទៅពេលហ្នឹងក៏ទៅខុសដំណើររបស់ជីវ័នហើយជីវ័នហ្នឹងក៏សារភាពហ្មងទៅថាតាមពិតគេចង់មកនិយាយប្រហែលម៉ាត់ជាមួយនឹងបាននេះនឹងឯងព្រោះតែគេនឹងត្រូវផ្លាស់ប្ដូរការសិក្សាទៅអាមេរិកនឹងហើយដោយសារតែប្អូនស្រីរបស់គេត្រូវទៅទីនោះអញ្ចឹងគេត្រូវទៅដែរអញ្ចឹងឲ្យគេមកថ្ងៃនេះដើម្បីលាបាននេះរួចក៏អរគុណទៅកាន់បាននេះចំពោះរឿងកន្លងមកលោកដៃចេញទៅដើម្បីចាប់ដៃបាននេះដូចជាការលាគ្នាលើកចុងក្រោយអញ្ចឹងហើយគេក៏បានចាចេញទៅអត់បានឲ្យកដោនោះទៅកាន់បាននេះទេបាននេះនឹងវិញក៏អត់បានប្រាប់រឿងដែលគេទៅអាមេរិកនឹងទៀតតែដែលចូលមកដល់ខាងក្នុងហ្នឹងប៉ាម៉ាក់គេក៏សួរតែជីវ័ននឹងមកធ្វើអីបាននេះបើចឹងក៏ប្រាប់តាមត្រង់គឺគេមកប្រាប់តែគេទៅអាមេរិកហើយទៅអាមេរិកមកដោយបាននេះនឹងហើយទេហើយគេទៅក្រុងណាទៅយូយ៉កអញ្ចឹងមកដោយបាននេះពួកគាត់ឡើងសប្បាយចិត្តថាបានទៅក្រុងជាមួយគ្នាអីអញ្ចឹងណា
តែកុំឲ្យមកឆេះចោលនឹងឲ្យសោះកម្ដៅនៃការប្រច័ណ្ឌឡើងដល់កម្រិតហើយចុងក្រោយហ្នឹងក៏សម្រេចចិត្តនិយាយទៅកាន់បាននេះនឹងហ្មងទៅថានាងកុំទៅអាមេរិកនឹងបានអន់បាននេះបើយើងក៏គិតតែម្ដងដោយសារតែអូប៉ាជីវ័ននឹងទៅដែរមែនគឺមិនអញ្ចឹងទេតាំងពីដំបូងនាងប្រាប់គេថាទៅមកម្លេះដោយសារតែពួកគេនឹងគឺត្រូវបែកគ្នាមួយឆ្នាំណាមិនមែនខ្លីទេតែគេនឹងចេះតែប្រាប់ខ្លួនឯងទៅថានាងទៅដើម្បីរៀនសូត្រដើម្បីអនាគតនាងល្អប៉ុន្តែពេលនេះទៅលើថាជីវ័ននឹងទៅដែរគេមិនអាចធ្វើចិត្តនឹងបានឡើយខែនាងក៏ដឹងដែរអីថាគេមានអារម្មណ៍យ៉ាងម៉េចចំពោះនាងនោះហើយបាននេះបើយើងក៏សុំចិត្តទៅកាន់ឆេយល់ណាថាហេតុអីត្រូវបារម្ភពួកគេទាំងពីរនាក់គឺទៅផ្សេងគ្នាទេអត់មានអីត្រូវពាក់ព័ន្ធគ្នាឡើយសុំឲ្យឆេយល់ហ្នឹងថាអាចទុកចិត្តនាងជានឹងបន្តិចបានអន់ហើយឆេយល់គេមិនដឹងឆ្លើយថាម៉េចទេពេលនេះនោះគេគ្រាន់តែដឹងថាគេមិនអាចឲ្យនាងទៅបានឡើយឲ្យគេសុំទោសផងដល់ពេលអញ្ចឹងទៅបាននេះបើយើងនឹងធ្វើមិនទេពេលហ្នឹងក៏ចាប់ផ្ដើមគិតទៅណាតើគួរជ្រើសរើសយ៉ាងណាពេលដែលម៉ាក់បងនាងចូលមកគេជាមួយដោយសារត្រូវបាយកូនហើយឃើញកូនមិនសប្បាយចិត្តអញ្ចឹងក៏ចូលទៅសួរបាននេះបើយើងក៏ប្រាប់ហ្មងទៅនាងត្រូវទៅអាមេរិកហ្នឹងគឺជារឿងល្អហើយប៉ុន្តែតំណែងនាងជាមួយនឹងឆេយល់ហ្នឹងអាចនឹងមានបញ្ហាតើការសម្រេចចិត្តរបស់នាងទៅអាមេរិកនេះត្រូវដែរឬក៏អត់អ្នកម៉ាក់ហ្នឹងគាត់លើឲ្យគាត់ក្អកស្រណោចពីមុនគាត់ក៏អញ្ចឹងដែរព្រោះថាស្នេហាហ្នឹងវាតែងតែមកជាមួយនឹងការងារធ្វើឲ្យមនុស្សយើងហ្នឹងវាពិបាកជ្រើសរើសហើយអ្វីដែលគាត់អាចប្រាប់បានទៅកាន់កូនស្រីពេលនេះគឺធ្វើទៅតាមបេះដូងរបស់ខ្លួនឯងទៅធ្វើរឿងណាដែលអត់អាចឲ្យនាងស្ដាយក្រោយនៅពេលក្រោយចំណែកប៉ាម៉ាក់វិញគឺចាំគ្រប់គ្រងកូនគ្រប់យ៉ាងមិនថាកូននឹងជ្រើសរើសបែបណាទេចំណែកនៅខាងឆេចលណែវិញមិនដឹងចាំបាច់ចាំហើយទេក្នុងខួរក្បាលហ្នឹងគឺមានតែរូបភាពដែលជីវ័នសាសនាជាមួយនឹងបាននេះនឹងឯងធ្វើឲ្យគេមិនពិបាកចិត្តមិនបានទេដោយសារជីវ័នគេគឺជាមនុស្សល្អដែរហើយឆេចលរបស់យើងប្រហែលជាគិតថាខ្លួនឯងហ្នឹងមិនល្អគ្រប់គ្រាន់ណៃបាននេះវិញគឺជាមនុស្សប្រកែមនុស្សល្អមានមនុស្សប្រុសជាច្រើនចោមរោមចឹងហើយបានជាកើតគំនិតមិនទុកចិត្តលើខ្លួនឯងបែបហ្នឹងហើយគណៈពេលនេះបាននេះហ្នឹងក៏បានមកដល់ខាងមុខហ្នឹងហើយបើកទ្វារមកមើលមុខគ្នាហ្នឹងក៏ដឹងហើយថាអារម្មណ៍បែបណានោះចុងក្រោយហ្នឹងក៏មកអង្គុយនិយាយគ្នាបាននេះបើយើងប្រាប់ពីការសម្រេចចិត្តរបស់នាងគឺជ្រើសរើសទៅអាមេរិកហ្នឹងហើយសង្ឃឹមថាឆេយល់ហ្នឹងយល់ពីនាងហើយឆេយល់ហ្នឹងក៏សុំឲ្យបាននេះហ្នឹងយល់ពីគេវិញផងទៅតែបាននេះហ្នឹងនាងគិតថាបើសិនជានាងមិនទៅលើកនេះនាងឯងនឹងស្ដាយក្រោយនៅពេលក្រោយសុំឲ្យឆេយល់ហ្នឹងទុកចិត្តនាងឲ្យនាងទៅពួកគេទៅមិនបែកគ្នាណានិយាយដល់កន្លែងនេះឆេសនឹងស្រាប់តែអត់មាត់អីទេអញ្ចឹងក៏មានន័យថាបើសិនជានាងទៅគេបែកគ្នាជាមួយនាងមែននាងព្យាយាមសួរឆេសនឹងណាប៉ុន្តែឆេសអត់ឆ្លើយតបអីទេពេលនឹងទឹកភ្នែកហូរមកម៉ាត់ហើយឃើញអញ្ចឹងបាននេះបើចឹងក៏អត់មាត់តអីទៀតដែរពេលនេះនាងនិយាយពាក្យក្នុងចិត្តអស់ហើយនាងនឹងរងចាំឆ្លើយពីឆេសនឹងវិញហើយប្រហែលថ្ងៃក្រោយមកបាននេះបើចឹងក៏ដល់ពេលត្រូវហោះហើរទៅហើយតែមុននឹងទៅនឹងប៉ាម៉ាក់ធ្វើអាហារឆ្ងាញ់ៗឲ្យកូនញ៉ាំព្រោះនៅនោះអត់មានម្ហូបឆ្ងាញ់ៗស្នាដៃរបស់ប៉ាទេហើយលោកប៉ានឹងក៏ស្ដាយថាឆេសណាមិនគួរណាអត់មកសោះអានេះបើចឹងក៏ឆ្លើយជំនួសទៅដោយសារថ្ងៃហ្នឹងគេមានការងារសំខាន់អត់អាចមកបានទេប៉ុន្តែកុំឲ្យមើលមកកូនស្រីឲ្យសោះអ្នកម៉ាក់ប្រហែលជាដឹងរឿងអីហើយតែគាត់អត់មាត់អីទេណាបន្ទាប់ពីញ៉ាំបាយរួចហើយបាននេះបើចឹងក៏អង្គុយមើលទូរស័ព្ទអត់ឃើញឆេសនឹងផ្ញើសារមកអីសោះនាងក៏សម្រេចចិត្តផ្ញើសារទៅកាន់ឆេសនឹងហ្មងទៅថាថ្ងៃនេះនាងត្រូវហោះហើយតែឆេសនឹងមិនអត់ដឹងណាអីនាងសង្ឃឹមថាបានជួបមុខឆេសមុនពេលឡើងចន្ទោះណាឆេសបានឃើញសារហ្នឹងហើយតែគេអត់ឆ្លើយតបទេពេលនេះគេកំពុងតែត្រៀមជាមួយនឹងការធ្វើបទបង្ហាញចុងក្រោយនៃការប្រកួតរបស់គេហ្នឹងហើយបាននេះណែមុនចេញពីផ្ទះហ្នឹងក៏ឆ្លៀតមើលទូរស័ព្ទឃើញថាបានឃើញសារគេណាប៉ុន្តែគេអត់តបសោះហើយនាងក៏បានមកដល់វិញ្ញាណហោះមានគុណនីមបបៃអីមកជូនតាទៅដែរហើយកុំឲ្យមើលប៉ាបើបាននេះហ្នឹងឲ្យសោះណាលោតក៏ខុបទេប៉ុន្តែមាត់ហ្នឹងអត់បិទសោះនិយាយរហូតផ្ដាំបាននេះណារហូតតែប្រពន្ធនឹងស្ដីឲ្យថាឈប់និយាយទៅតែសួរតែឈប់អត់ឈប់ទេនិយាយតទៀតតែតមកឆេយ៉នឹងវិញម្ដងគេអត់មកជូនតាសោះបើមកមិនដឹងល្អមិនទេអ្នកម៉ាក់នេះក៏ប្រឡប់ថាមកពីគេរវល់ការងារសំខាន់អីអញ្ចឹងទៅតែកុំឲ្យមើលមុខកូនស្រីគឺសេតនឹងឯងដោយសារតែប្រុសម្នាក់នេះមិនដឹងជាគិតអីទេក្នុងខ្លួនហ្នឹងតាមបានទៅផ្ញើសារឲ្យគ្នាអស់ចិត្តតិចទៅអត់ទេពេលហ្នឹងអង្គុយត្រៀមដល់លេខរៀងត្រូវឡើងទៅហើយក៏ទៅនឹកឃើញអនុស្សាវរីយ៍របស់ខ្លួនឯងជាមួយបាននេះតាំងពីដើមរហូតមកដល់ពេលហ្នឹងមិនមែនតិចទេណាព្រមតែបានឈានដល់តំណែងមួយនេះគឺមានការរឿងកើតឡើងច្រើនខ្លាំងមែនទែនហើយមកត្រូវបោះបង់ងាយយ៉ាងម៉េចបន្ទាប់ពីអ្នកប្រុសយើងហ្នឹងគិតយល់ហើយក៏សម្រេចចិត្តចេញទៅពាក់កណ្ដាលទីហ្នឹងតែម្ដងឲ្យតុងហាទទួលខុសត្រូវការងារហ្នឹងតុងហាថាអីទេទៅចោះមិត្តភ័ក្តិឲ្យតែមិត្តភ័ក្តិសំប្រកបហ្នឹងគឺជួយគ្រប់យ៉ាងតែម្ដងចំណែកឆេចលនេះក៏បញ្ញាប់រត់ចេញមកទៅរកតាក់ស៊ីតម្រង់ទៅពលានហោះដល់ពេលដែរបាននេះបើយើងដល់ម៉ោងត្រូវ check in ហើយពេលហ្នឹងក៏អោបលាគ្នាជាមួយនឹងប៉ាម៉ាក់មិត្តភ័ក្តិអីរួចក៏មើលក្រោយតែម្ដងឡាយសង្ឃឹមថាបានជួបគេមុនពេលចាក់ចេញទៅណាហើយឆេចលនេះតាមមកដល់ទេពេលហ្នឹងក៏រត់រកហ្គេតរកអីចឹងទៅហើយចៃដនអីពេលដែរមកដល់ហ្នឹងគឺគេបិទហ្គេតចូលហ្នឹងទៅហើយទឹកភ្នែកហ្នឹងក៏ស្រក់មកម៉ាត់ព្រោះដឹងថាវាហួសពេលណាខណៈពេលហ្នឹងបាននេះបើយើងក៏ផ្ញើសារមកជាលើកចុងក្រោយថានាងទៅឲ្យអូប៉ាថែរក្សាសុខភាពរស់នៅឲ្យបានល្អមើលសារហ្នឹងហើយក៏យំបន្តទៀតម្នាក់ឯងម៉ងចឹងទៅហ្នឹងហើយសំមុខ
គិតយូរឥឡូវគេទៅបាត់ហើយបានធ្វើឯណាកំសត់ចាំមើលគេមកវិញហ្នឹងមិនដឹងថាបានតតងគ្នាវិញអត់ទេបើចង់ដឹងណាកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយជាមួយ admin ទាំងអស់គ្នាបាយបាយ